ខ្ញុំនេះក៏ឆ្ងល់ខ្លួនឯងដែរបងប្អូននៅមិនធំតែមិត្តភក្តិខ្ញុំក៏ឆ្ងល់ថាអញ្ចឹងហេតុអីបើខ្ញុំពីរនាក់ឆ្លោះគ្នាទេប៉ុន្តែហេតុអីបាននៅតែដើរនាំគ្នាដើរលេងបានអញ្ចឹងណាខ្ញុំនេះក៏វាឆ្ងល់ខ្លួនឯងដែរបងប្អូននិយាយទៅគឺថាអន់ស្ពន់ចិត្តនឹងគ្នាគឺអត់និយាយរកគ្នាតែម្ដងប៉ុន្តែគឺនៅតែដើរលេងបបួលដើរលេងទៅណាគឺទៅអញ្ចឹងខ្ញុំឆ្ងល់ហ្មងណាបងប្អូនប៉ុន្តែឲ្យនិយាយគឺអត់និយាយទេបងប្អូនយើងហៅយើងសួរអីគឺថាអត់ចង់និយាយជាមួយយើងទេក៏ប៉ុន្តែបើថាបបួលដើរគឺដើរហើយថ្ងៃហ្នឹងគឺថាថ្ងៃវិស្សមកាលរបស់កូននេះណាអញ្ចឹងហើយយើងមានឱកាសដើរបានតែពេលខែក្តៅខែរដូវផ្កាទេហើយហ្នឹងរដូវស្លឹកឈើជ្រុះទេតែសម្រាប់ការលេងទឹកអញ្ចឹងគឺថាបានតែរដូវក្តៅទេព្រោះអីដូចថាផុតពីរដូវក្តៅទៅវារដូវរៀងធ្លាក់ខ្យល់ត្រជាក់សៀកអញ្ចឹងយើងលេងទឹកអត់កើតអញ្ចឹងលេងទឹកបានអញ្ចឹងហើយលេងទឹកក៏មានពីណាទេគឺមានតែក្មេងៗហ្នឹងហើយគាត់ចូលចិត្តលេងទឹកអញ្ចឹងនាំកូនមកបោះតង់ហើយលេងទឹកសមុទ្រហើយអាំងសាច់ណាបងប្អូននិយាយទៅអូយកន្លែងនេះគឺថាអាណិតកូនខ្លាំងមែនតើដោយសារខ្ញុំកាន់ទៅវារបូតធ្លាក់ទៅវាខ្ទាតខ្លាញ់ត្រូវហើយខ្ញុំក៏ត្រូវដែរតែគ្រាន់ថាយើងមនុស្សចាស់យើងទ្រាំបានហើយគាត់ក្មេងទៅគ្រាន់តែត្រូវមិនតិចហ្នឹងគឺគាត់ស្រែកយកហ្មងហើយឡើងអ្នកចិត្តខាងដែលបោះតង់ចិត្តគ្នានឹងគាត់ផ្អើលនិយាយឈឺខ្លាំងដែរបងប្អូនអើយនិយាយទៅខ្លាញ់គឺក្តៅណាក្តៅជាងទឹកទៀតណាបងប្អូនហើយខ្ញុំអាំងសាច់នេះគឺថាខ្លាញ់តែចេញពីសាច់ជ្រូកនោះមកវាច្រើនដល់ពេលអញ្ចឹងទៅគឺថាដូចយើងបំពងខ្លាញ់អញ្ចឹងហើយយើងបំពងសាច់ជ្រូកអញ្ចឹងហើយវាខ្ទាតមកត្រូវគាត់ទៅមកហ្នឹងហើយគាត់និយាយវាថានិយាយទៅឡើងក៏ហមហ្នឹងបងប្អូននិយាយមិនត្រូវតិចទេណាខ្ទាតមកទៅវាដូចថាមើលតំណក់ពីតំណក់ហ្នឹងត្រូវខាវត្រូវអីអាខ្លះត្រូវខាវមិនសូវអីត្រូវសាច់នេះឡើងក៏ហមហ្មងហើយសាច់ជ្រូកហ្នឹងគឺថាដូចវាមានអារម្មណ៍ថាវាសម្បូរជាតិទឹកក៏ដល់ពេលអញ្ចឹងទៅយើងដាក់ចៀនណាហើយវាត្រូវជាមួយនឹងជាតិខ្លាញ់ដល់ពេលអញ្ចឹងទៅវាផ្ទុះហ្មងទឹកហើយនឹងខ្លាញ់វាផ្ទុះណាបងប្អូនទៅពេលចៀនខ្លាំងមែនតែនហើយដល់ពេលហើយក៏វាមានជាការឆាបឆេះភ្លើងឡើងដូចជាចុងភៅជំនាញអញ្ចឹងណានិយាយទេគឺខ្ញុំខ្លាចហ្មងហ្នឹងព្រោះអីភ្លើងដាក់ភ្លើងចេញមកវឹបអញ្ចឹងណាគេមិនខ្លាចហើយខ្លាចតែផ្ទុះហ្គាសទេនិយាយមែននិយាយតាមត្រង់ចេះតែនឹកឃើញក្នុងចិត្តណាតែម្ទេសនេះគឺថាម្ទេសគឺហិលខ្លាំងមែនតើម្ទេសការីហ្នឹងគឺថាអាម្ទេសចំអាម្ទេសហិលបើថាហិលខ្លាំងជាងម្ទេសខ្មែរយើងទៀតហិលហើយក្តៅងុំយកហ្មងហើយខ្ញុំចូលចិត្តមកបោះតង់នៅកន្លែងមាត់សមុទ្រហ្នឹងដោយសារថាវាធូរថ្លៃព្រោះអីយើងបោះនៅក្រោមដើមឈើណាបើសិនជាយើងមកជួលបន្ទប់ដេកនៅអញ្ចឹងមកបន្ទប់អញ្ចឹងហើយបើសិនជារដូវវ៉ាកងអញ្ចឹងទៀតណាបងប្អូនវិស្សមកាលដល់ក្តៅគេมันបាច់ចាំរកបន្ទប់ទេនិយាយទៅគឺគ្មានហុចថ្លៃទៀតមកបន្ទប់3-400អីចឹងណាមួយយប់ហើយខ្ញុំក៏ស្ម័គ្រចិត្តថានៅក្រោមដើមស្រល់ហ្នឹងហ្មងទៅវាតិចហើយយើងបោះតង់អញ្ចឹងទៅវារីឡេកដែរអញ្ចឹងណាហើយទៅវាអស់ធូរថ្លៃទៀតតម្លៃខុសគ្នាឆ្ងាយណាបងប្អូនមកបន្ទប់ហ្នឹងបើគិតជាលុយកូរ៉េលុយវ៉ុនទៅគឺថាមកបន្ទប់ហ្នឹងអាចជា30,000ប៉ុន្តែបើថាយើងបោះនៅខាងក្រោមដើមស្រល់ហ្នឹងមកកន្លែងតែត្រឹម5ទៅ10,000អីចឹងណាហើយយើងមានតែតង់មកយើងបោះខ្លួនឯងមកវាធូរថ្លៃច្រើនខ្លាំងមែនតែនកន្លែងបន្ទប់ទឹកកន្លែងងូតទឹកអីគឺមានធម្មតាចូលវគ្គទី2នេះគឺថាពេលរៀងល្ងាចតិចឯណាបងប្អូនចឹងហើយគឺថាស្រស់មីទៅមានអីទេមានតែមីហ្នឹងឲ្យឆ្ងាញ់មកកន្លែងបោះតង់ហ្នឹងគឺថាមីគឺលេខ1ហ្មងហើយខ្លាញ់ដែលចេញពីសាច់ជ្រូកមកគឺខ្ញុំយកមកឆាជាមួយនឹងគីមឈីណាឲ្យចំណែកកពៅកូនខ្ញុំវិញគឺគាត់មីតតែត្រជាក់បានគាត់ញ៉ាំហើយទឹកក៏អញ្ចឹងដែរទឹកតតែទឹកកកទឹកត្រជាក់បានគាត់ញ៉ាំមកកំងរតែទឹកកកទឹកត្រជាក់ទេទឹកធម្មតាគឺថាអត់ញ៉ាំទេហើយបើលឹកមានគ្រាប់ក៏គាត់អត់ញ៉ាំដែរគាត់ខ្វេះអង្គុយខ្វេះគ្រាប់នឹងតអស់ឬមួយក៏គាត់អត់ញ៉ាំហ្មងគាត់ថាវារំខានហ្មងណាវគ្គចុងក្រោយនេះគឺថាកូនឆ្កែនឹងដឹងគាត់មកពីខាងណាទេគាត់មករកធុំក្លិនសាច់ជ្រូកក៏ពេលអញ្ចឹងទៅនៅសល់សាច់ជ្រូកម្ដុំនឹងបោះឲ្យបានម្ដុំនឹងដែរទៅ